Nova Kingdom គឺជាចក្រភពនៃការបង្កើតរដ្ឋមួយដែលនៅទីនោះគឺវាពោពេញទៅដោយសិប្បកម្មការបង្កើតអាជីពជាមួយនឹងស្ថាបត្យកម្មដែលនិយាយខ្លីទៅគឺម៉ូដវ៉ាប់នឹងគឺមានទេពកោសល្យទៅលើការបង្កើតហើយជាផ្សេងពីនេះទៅទៀតពួកគេក៏មានការចាក់អក្ខរាវិរុទ្ធនៅលើវត្ថុដើម្បីបង្កើតនៅគុណភាពរបស់វាផងដែរដែលនៅទីនោះក៏មាននៅមនុស្សម្នាក់ដែលជាអ្នកបង្កើតដ៏ល្អបំផុតដែលគេហៅគាត់ថាគឺជា Golden Alchemy ថា Com Corden នៅពេលរបស់យើងពងគិតនោះពេលនោះអាចារ្យរបស់យើងនឹងនេះក៏បានសួរកាន់ពេលរបស់យើងថាទៅវាមិនអីទេឬអាចារ្យរបស់យើងនឹងគេរៀងភ័យខ្លាំងតែហៅមូលហេតុហ្នឹងថាថ្ងៃហ្នឹងអាចារ្យរបស់យើងនឹងនាងត្រូវឡើងធ្វើបទបង្ហាញហើយការបទបង្ហាញរបស់នាងនឹងគឺវាតេតតពីរូបមន្តរបស់អ្នកគ្រូម៉ៃសេនឹងឯងដែលនាងគាត់ថាអ្នកគ្រូរបស់យើងនឹងថាអត់កាន់នាងនឹងឯងក៏តែពេលរបស់យើងបាននិយាយថាគឺមិនបាច់អារម្មណ៍ពីវាទេហើយធ្វើធម្មតាទៅតបនិយាយរួចពួកគេក៏បានធ្វើដំណើរចូលទៅខាងក្នុងចូលមកដល់ខាងក្នុងអ្នកដែលបានចាប់ផ្ដើមនៃការធ្វើបទបង្ហាញរបស់គេវាគឺជាអ្នកគ្រូម៉ៃសេរបស់យើងដែលអ្នកគ្រូរបស់យើងនឹងគឺបានធ្វើការបទបង្ហាញតេតតពី reportion របស់គាត់ដោយយើងបានឃើញថាអ្នកយើងក៏ចេះតែនិយាយតែអ្នកស្ដាប់ក៏ចេះតែស្ដាប់ទៅបន្តមកការបបបង្ហាញរបស់អ្នកគ្រូម៉ៃសេនឹងក៏ត្រូវបានចប់ហើយអ្នកដែលបានចាប់ផ្ដើមការធ្វើបបបង្ហាញបន្ទាប់នោះវាគឺជាអាចារ្យរបស់យើងហើយប្រធានបទដែលអ្នកនឹងលើកយកមកបង្ហាញនោះវាគឺជាបច្ចេកទេសនៃការរួមបញ្ចូលគ្នាដែលចៃដន្យហើយពេលអ្នកនៅទីនេះគឺបានលើកថាបច្ចេកទេសនៃការរួមបញ្ចូលគ្នាដែលចៃដន្យបែបនេះក៏បានធ្វើពួកគេនឹងគឺភ្ញាក់ផ្អើលខ្លាំងតែដល់ពេលនោះក៏មានមនុស្សគឺបាននិយាយតាក់ទងអំពីបច្ចេកទេសមួយនេះផងហើយដល់ពួកគេបាននិយាយថាបច្ចេកទេសមួយនេះគឺជាបច្ចេកទេសដែលបានប្រាជ័យអស់រយៈពេល300ឆ្នាំមកហើយដូច្នេះគឺវាមិនអាចទៅរួចទេហើយពេលនោះផងដែរយើងក៏បានគិតថា Corden ហ្នឹងគាត់ក៏បាននៅនេះហើយគាត់ក៏បាននិយាយថាទោះបីជាពួកគេក៏ត្រូវបានប្រាជ័យប៉ុន្មានក៏តែមិនគាត់ថាឥឡូវនេះគឺប្រាជ័យទៀតទេហើយគាត់ក៏បានគិតក្នុងចិត្តផងដែរថាគាត់ចង់ដឹងណាថាក្មេងដែលចង់យល់ដឹងអំពីបច្ចេកទេសដែលប្រាជ័យមួយនេះតើពួកគេនឹងមានកំណត់ណាអំពីរឿងមួយនេះដល់នៅពេលនោះអាចារ្យរបស់យើងហ្នឹងមិនទាន់បានវិចារអីសំបីម៉ាត់ផងពេលនោះណាគ្រូម៉ៃសេរបស់យើងហ្នឹងក៏បានក្រោកឡើងទាំងមហឹងតែម្ដងដែលណាគ្រូរបស់យើងក៏បាននិយាយថាយើងក៏មានសង្ស័យថាប្រធានបទមួយនេះគឺមានការលួចចម្លងនិយាយរួចអ្នកគ្រូម៉ៃសេរបស់យើងហ្នឹងក៏បានឡើងមកលើការបង្ហាញមួយនេះដល់ពេលនោះអ្នកគ្រូរបស់យើងក៏បាននិយាយបកស្រាយនឹងចោលទៅកាន់អាចារ្យរបស់យើងហ្នឹងគឺចំតែម្ដងដល់នៅពេលនោះផងដែរអាអ្នកវិភាគហ្នឹងក៏ចេះវិភាគអំពីរឿងរបស់នេះទៅដល់នៅពេលផងដែរយើងបាននិយាយថាអាចារ្យរបស់យើងហ្នឹងពិតជាកាំងឡើងតែដែលមិនដឹងតបអ្វីទៅកាន់អ្នកគ្រូរបស់យើងវិញទេដល់នៅពេលនេះគូក្បាលរបស់នាងហ្នឹងគឺទេស្អាតតែម្ដងក៏តែពេលនោះផងដែរនាងក៏បាននឹកឃើញអំពីពាក្យសម្ដីរបស់ប៉េសូរបស់និយាយថាប្រសិនបើទុកមួយនេះគឺវាធ្ងន់ស្រាប់នាងឡើងពេលនោះចូលប្រាប់មកកាន់គាត់ធ្វើជាជំនួយទៅកាន់អាចារ្យរបស់យើងឯងនៅពេលគិតហើយអាចារ្យរបស់យើងហ្នឹងនាងក៏បានសុំជំនួយតែម្ដងនៅពេលលើចឹងទៅអ្នកនរគ្នាពីឆ្ងល់កន្លែងណាជាជំនួយរបស់អាចារ្យរបស់យើងហើយពេលនោះអាចារ្យរបស់យើងហ្នឹងនាងក៏បានឆ្អល់ទៅកាន់ប៉េសូតែម្ដងដល់ពេលចឹងទៅប៉េសូរបស់យើងហ្នឹងក៏បានធ្វើដំណើរទៅហើយតាមផ្លូវដែលគាត់កំពុងធ្វើដំណើរនោះក៏មានគេនិយាយផងដែរថាគាត់ពិតក្មេងពេកហើយពេលប៉េសូរបស់យើងហ្នឹងក៏ធ្វើដំណើរដល់ចិត្តគ្រូម៉ៃសេណូគាត់ក៏បានយកម៉េឈើដែលគាត់នឹងយកពីណាទេផ្លេចបាត់ហើយគាត់ក៏បានដាក់ចានអ្នកគ្រូរបស់យើងហើយពេលនោះគាត់ក៏បាននិយាយថាការងារល្អដល់មកប៉េសូគាត់ក៏បាននិយាយថាមុនពេលយើងវែកញ៉ាំពីរឿងរបស់នេះពួកយើងក៏ដឹងអំពីទស្សនៈរបស់អ្នកគ្រូម៉ៃសេនជាមុនសិនតែនិយាយខ្លីទៅគឺប៉េសូរបស់យើងនឹងចង់អ្នកគ្រូម៉ៃសេនរបស់យើងជាមួយអាចារ្យរបស់យើងនឹងគឺសេនទស្សនៈនឹងរូបមន្តរបស់ពួកគេនៅលើក្រាគៀនបន្ទាប់យកបង្ការសេមួយនេះពួកគេនឹងដឹងចម្លើយទាំងអស់នេះហើយក៏តែនៅពេលដែលអាចារ្យរបស់យើងនឹងក៏បានលើចឹងក៏បានធ្វើអាចារ្យរបស់យើងគឺភ័យបារហើយតែអាចារ្យរបស់យើងនឹងគឺមិនជឿជាក់លើខ្លួនឯងទេក៏តែពេលនោះប៉េសូក៏បានយល់ចិត្តទៅថាសូមជឿជាក់មកកាន់ខ្ញុំដូចជាខ្ញុំបានជឿជាក់ទៅកាន់អ្នកនៅពេលលើចឹងទៅអាចារ្យរបស់យើងនឹងក៏មានកម្លាំងព្រឹកតែម្ដងហើយពេលនោះអាចារ្យរបស់យើងនឹងក៏បានហៅអ្នកគ្រូរបស់យើងនឹងគឺចាប់ផ្ដើមតែម្ដងចែកទេនៃការរួមចូលគ្នារចៃដនគឺជាបច្ចេកទេសមួយដែលគេបាននិយាយថាគឺជាបច្ចេកទេសដែលមិនអាចទៅរួចដោយវាតែងតែប្រាជ័យអស់រយៈពេល300ឆ្នាំមកហើយក៏តែទោះបីជាបច្ចេកទេសមួយនេះត្រូវបាននិយាយថាគឺជាបច្ចេកទេសដែលមិនអាចទៅរួចយ៉ាងណាក៏ដោយក៏នៅតែមានអ្នកស្រាវជ្រាវមួយចំនួនហ្នឹងដែលចង់ដឹងនិងស្រាវជ្រាវអំពីវាដដែលក៏តែចុងក្រោយការស្រាវជ្រាវរបស់ពួកគេក៏ត្រូវបានប្រាជ័យហើយជីវិតរបស់ពួកគេក៏ត្រូវបានបាត់បង់ផងដែរហើយពេលនោះស្អីរឿងក៏បង្ហាញដល់ការតួអង្គថ្មីចំនួន2នាក់ទៀតដែលជាសមាជិកនៃ New Moon Great Tower តែពេលនេះគឺមានតំណែង Captain ដែលមានឈ្មោះថា Karen ហើយអាចារ្យម្នាក់នេះនឹងគឺមានតំណែងគឺជា White Captain ដែលមានឈ្មោះថា Hasen Macaron ដែលអ្នកពេលហ្នឹងក៏បានឈមមើលនៅការសេនៃរូបមន្តទស្សនៈរបស់អ្នកគ្រូម៉ៃសែនជាមួយអាចារ្យរបស់យើងមកដែរហើយពេលនោះយើងក៏បានលើកសម្លេងរបស់អ្នកភាគដែលបាននិយាយថាទស្សនៈរបស់អ្នកទាំងពីរគឺវាមានភាពស្រដៀងគ្នាក៏តែរបៀបដោះស្រាយហ្នឹងគឺមានភាពខុសគ្នាទាំងស្រុងដោយអ្នកសេក៏ចេះសេទៅហើយអ្នកភាគចេះតែភាគទៅទាំងការយកឃើញរបស់ពួកគេរៀងខ្លួនក្នុងឡុងពេលនៃការសេមួយនេះផងដែរយើងក៏បានថាអ្នកគ្រូម៉ៃសែនរបស់យើងក៏មកតកាំងកំណត់ហើយគឺមិនដឹងបញ្ចប់យ៉ាងម៉េចទេដោយអ្នកខ្លាំងចឹងតែក្តីបានផ្ដាំនឹងដួលទៅដល់ពេលចុង
ចប់គឺមិនចេះតែម្ដងដោយសារលុយមួយគេបាក់ចឹងនឹងចប់មកយើងដឹងគេចង់សេហ្នឹងអាគ្រូម៉ៃសេរបស់យើងនឹងគិតខ្លួនឯងមិនចេញទេបាយសេដាក់គេទៀតក៏តាមពេលគ្រូរបស់យើងនឹងកំពុងសេបែកងាងនោះពេលនោះអាចារ្យរបស់យើងនេះក៏បាននិយាយថារួចរាល់ទស្សនៈនិងរូបមន្តនៃវិច័យទេសរួមចូលគ្នាចៃដល់ហ្នឹងគឺត្រូវបានចប់ហើយពេលអ្នកនៅទីនេះគឺបានឃើញចឹងក៏បានធ្វើពួកគេហ្នឹងក៏បច្ចុប្បន្នខ្លាំងតែនដល់ពេលអាចារ្យរបស់យើងហ្នឹងឃើញថាខ្លួនអាចធ្វើបានបែបនេះក៏បានធ្វើនាងហ្នឹងគឺសប្បាយចិត្តខ្លាំងតែនហើយពេលនោះពេលសូក៏បានតែដែរដើម្បីអបទៅអាចារ្យរបស់យើងផងដែរស្របពេលដែលគេកំពុងសប្បាយចិត្តនោះអ្នកគ្រូរបស់យើងហ្នឹងគឺខឹងខ្លាំងតែនឃើញថាដូចទៅស្រួលចឹងពេលសូក៏បានមកការពេលអាចារ្យរបស់យើងដល់គ្រូរបស់យើងក៏ពេញចិត្តប៉ែខ្លាំងតែនគឺស្រេចឲ្យឈ្មោះរបស់អាចារ្យរបស់យើងរហូតតែម្ដងដល់ពេលឃើញចឹងទៅទ្រាំមួយស្ពីតហ្នឹងមិនបានអាចារ្យរបស់យើងហ្នឹងនាងក៏បានស្រែកដាក់អ្នកគ្រូរបស់យើងឲ្យឈប់ទៅដល់អាចារ្យរបស់យើងហ្នឹងក៏បានប្រើការអ្នកគ្រូរបស់យើងណាឲ្យទួលស្គាល់ការពិតទៅកុំតប៉ែខ្លាំងពេកហើយអ្នកហ្នឹងក៏បានខិតខំគ្នាអំពីរឿងមួយនេះផងដែរពេលឃើញចឹងទៅអ្នកគ្រូរបស់យើងហ្នឹងគឺមិនឈុំទេនៅទៅតាមរត់ការអាចារ្យរបស់យើងទៅដែរដល់ពេលឃើញថាញ៉ៃញ៉ៃខ្លាំងពេកទៅអ្នកហ្នឹងក៏បានប្រើឲ្យអ្នកគ្រូរបស់យើងហ្នឹងគឺចេញទៅតប៉ែខ្លាំងមែនទែនបន្ទាប់ពីទុកភ័យដែលជាអ្នកគ្រូម៉ៃសេនរបស់យើងក៏បានចាក់ចេញបាត់ទៅក៏បានធ្វើអាចារ្យរបស់យើងបែរជាធូរចិត្តខ្លាំងមែនទែនបន្ទាប់ពីការធ្វើបបអាហារមួយនេះត្រូវបានចប់យើងក៏បានគិតថាការជាមួយនឹងម៉ាក្រនហ្នឹងក៏បានដែរនិយាយគ្នាតាក់ទងពីពេលយេសូរបស់យើងផងដែរហើយពេលពួកគាត់បងនិយាយគ្នានោះពេលសូរបស់យើងហ្នឹងក៏បានស្លឹងមើលទៅកាន់អបេកែពេលអញ្ចឹងទៅអបេកែមិនដឹងគិតអីនោះទេដោយសារខ្ញុំក៏មិនដឹងដែរភ្លេចបាត់អីហ្នឹងហើយពេលនោះអបេកែហ្នឹងក៏បានហៅម៉ាក្រនដើម្បីចាក់ជេបន្ទាប់ពីនោះមកនៅលើតេសនៃការធ្វើដំណើររបស់អ្នកគ្រូម៉ៃសេនរបស់យើងពេលនោះយើងក៏បានគិតថាអ្នកគ្រូម៉ៃសេនរបស់យើងហ្នឹងក៏ពិតជាថ្នាំខ្លាំងតែនជិះមកដល់ថ្នាំបាត់ហើយពេលនោះយើងក៏បានឃើញតួបងម្នាក់ថ្មីទៀតហើយតែពេលហ្នឹងមើលទៅមុខដូចជាអបេម៉ាយូសងខ្លាំងមែនតែនបន្ទាប់ពីនោះមកយើងក៏បានថាពេលសូជាមួយអាចារ្យរបស់យើងហ្នឹងពងគួរនិយាយគ្នានៅពេលអ្នកពីងពងនិយាយគ្នានោះពេលនោះក៏មានអបេម្នាក់ហ្នឹងក៏បានដើរចូលមកដល់អបេម្នាក់ហ្នឹងក៏មានឈ្មោះថា Melian ដែលជាឈ្មោះនៅមានគេឈ្មោះម្នាក់ផងដែរហើយពេលសូរបស់យើងក៏បានឃើញអបេហ្នឹងហើយពេលសូក៏បាននិយាយរាក់ទាក់នៅណែនខ្លួនរបស់គាត់កាន់អបេម្នាក់ហ្នឹងផងដែរដល់អបេម្នាក់ហ្នឹងគឺមកទីនេះដោយសារអបេម្នាក់ហ្នឹងគឺចង់យករបស់មួយឲ្យទៅកាន់អាចារ្យរបស់យើងដែលរបស់មួយហ្នឹងខ្ញុំមិនដឹងស្អីទេដែលក្នុងហ្នឹងក៏មានលក្ខខណ្ឌ3ត្រែផងដែរតែអាណត់ចេញទេក៏តែមើលតាថ្មរបស់អាចារ្យរបស់យើងទៅបើហើយក្នុងនេះវាជាលក្ខខណ្ឌនៃការជំនួយកាន់ការពិសោធន៍របស់អាចារ្យរបស់យើងតែតពីបច្ចេកទេសនៃការរួមចូលគ្នាចៃដន្យហ្នឹងឯងដល់ពេលអាចារ្យរបស់យើងហ្នឹងគឺបានឃើញលក្ខខណ្ឌនៃការផ្ដល់ជូនទាំងអស់នេះក៏បានធ្វើនាងពេញច្បាស់ជាខ្លាំងតែនៅពេលនោះនាងចង់បានកាន់ពេលសូហើយក៏តាមបន្ទាប់ពីនាងក៏បានឃើញទាំងមូលរបស់ពេលសូនាងក៏បាននិយាយថានាងសូមbiếtអំពីរឿងទាំងអស់នេះសិនដោយសារបច្ចេកទេសនៃការរួមចូលគ្នាចៃដន្យនេះវាមិនទាន់មានភាពពេញលេញនោះទេដូច្នេះនាងចង់អភិវឌ្ឍវាជាមួយនឹងពេលសូរបស់យើងបន្ថែមទៀតហើយពេលសូរបស់យើងក៏បានលើជើងគាត់ធ្វើគាត់ទាំងភ្ញាក់ផ្អើលផងដែរដោយសារគាត់គិតរឿងផ្សេងទៀតអាចវិញគិតរឿងផ្សេងមិនទៅបានដល់ប៉ែមែលែនបន្ទាប់ពីលើជើងទៅគិតថាលក្ខខណ្ឌរបស់វានឹងគឺមិនទាន់គ្រប់គ្រាន់ប៉ែមែលែននឹងក៏បានប្រាប់ឲ្យថែមលក្ខខណ្ឌបន្ថែមទៀតក៏បានដែរគាត់នឹងទួយកទាំងអស់ក៏តែអាចារ្យរបស់យើងនឹងទៅប៉ាសែដែរនឹងពេលយើងទៅក៏បានធ្វើប៉ែចង់កែងផងដែរអបនោះប៉ែសូរបស់យើងក៏បានក្រំពីប៉ែនឹងដោយសារប៉ែនឹងគឺជាឈ្មោះនៅមានគេឈ្មោះម្នាក់ហើយវាមិនអីទេសម្រាប់ការជួញដូរជាមួយប៉ែនឹងក៏តែអ្វីទៅមានបញ្ហានោះសម្រាប់ប៉ែម្នាក់នឹងគឺជួញដូរដល់មនុស្សអាក្រក់នោះវាប្រកាសជាមានបញ្ហាខ្លាំងជាមិនខានទេហើយពេលនោះអ្នកដល់ពេលគឺតាមនិយាយចរចាគ្នាដល់ពេលសូរបស់យើងនឹងក៏បាននិយាយថាពួកយើងទាំងពីរក៏ទៅតាមនិយាយគ្នាជាមួយនឹងមនុស្សច្រើនតែតំពីការវិនិយោគមួយនេះហើយពួកគេប្រជាមួយនឹងអ្នកប្រជាមនុស្សសាមញ្ញម្នាក់ដោយពួកគេក៏មានដំណើរសុទ្ធជាប្រធានាធិបតីនៅពេលលើជើងអប៉ែម្នាក់ហ្នឹងក៏បានយល់ផងដែរហើយពេលនោះអប៉ែម្នាក់ហ្នឹងក៏បាននិយាយទៅកាន់ពេលសូរបស់យើងវិញថាដូច្នេះតើអ្នកខ្ញុំមានកិច្ចសន្យាមួយជាមួយនឹងពួកគេជាខ្ញុំដែរមែនទេបន្ទាប់មកខ្ញុំធ្វើការកម្ចាត់នៅភាគច្រើននៃលក្ខខណ្ឌពលលួយដែលកន្លែងហ្នឹងអ្នកទៅពេលខ្ញុំមានថាអប៉ែម្នាក់ហ្នឹងគឺលំបាត់នៅលក្ខខណ្ឌចោលបោកនៅពលលួយអមកប៉ែម្នាក់ហ្នឹងគឺបានជួនដូននៅវ៉ាន់ខុសច្បាប់បន្តទៀតពេលលើចឹងទៅពេលសូរបស់យើងក៏បាននិយាយថាវាពិតហើយដោយនិយាយស្មោះត្រង់ទៅបើខ្ញុំចូលចិត្តអំពីលក្ខខណ្ឌអនោះដូច្នេះខ្ញុំនឹងដល់ជូននៅសម្ភារៈបណ្ណទៅកាន់អ្នកនេះចាប់ដល់ជូនរបស់ខ្ញុំតទៅនោះមកយើងបានគិតថាអ្នកនៅពេលហ្នឹងនៅតាមតនិយាយគ្នាដែរណាដល់ពេលនោះពេលសូរបស់យើងហ្នឹងក៏បានស្នើថាក៏ខ្ញុំកាត់នៅប្រែខ្លួនឯងដោយមានការជួនដូរជាមួយអប៉ែម្នាក់ហ្នឹងឯងលើចឹងទៅអប៉ែមែនឡើងក៏បាននិយាយថាគឺវាល្អទាំងអស់ក៏តែ brand ចំកាត់ថ្មីហ្នឹងបើក៏គ្មាននរណាគេស្គាល់ដូច្នេះវាពិបាកខ្លាំងណាស់ក្នុងការធ្វើជំនួយហើយគាត់មិនធ្វើអ្វីដែលវាបណ្ដាលឲ្យគាត់ខាតនោះទេលើចឹងទៅពេលសូរបស់យើងក៏បាននិយាយថាកន្លះឆ្នាំខ្ញុំនឹងបាននៅការធ្វើបបបង្ហាញមួយនៃ brand របស់ខ្ញុំជាមួយនឹងការវិនិយោគសម្រាប់នៅក្នុងពេលមួយនោះផងដែរហើយនៅពេលនោះប្រសិនបើអ្នកចូលចិត្តអំពីផលិតផលនៃការផ្ដល់ជូនទាំងអស់នេះបន្ទាប់មកចូលហត្ថលេខានៅលើឯកសារបដិមុខនិងកិច្ចសន្យាជាមួយនឹងពួកយើងហើយដល់ពេលអប៉ែម្នាក់ហ្នឹងក៏បានលើចឹងហើយអប៉ែមែនឡើងក៏បានញឹមដល់អប៉ែម្នាក់ហ្នឹងក៏បានយកព្រមពីការនិយាយរបស់ពេលសូរបស់យើងផងដែរពេលលើចឹងទៅក៏បានធ្វើអ្នកពេលហ្នឹងក៏ពិតជាសប្បាយចិត្តខ្លាំងមែនទែនមុនពេលចាស់ចេញអប៉ែមែនឡើងហ្នឹងក៏បានផ្ដល់នៅក្តារផ្ញើសារនៅទំនាក់ទំនងរបស់គាត់ឲ្យទៅកាន់ពេលសូរបស់យើងផងដែរបន្ទាប់ពីការសន្ទនានៅថ្ងៃនេះត្រូវបានបញ្ចប់អប៉ែមែនឡើងហ្នឹងគឺមិនដឹងនិយាយស្អីទៀតអប៉ែមែនឡើងក៏បានសូមលាទៅកាន់អ្នកពីហើយក៏បានចាស់ចេញបាត់ទៅកម្មការពីនៅមិត្តភ័ក្តិរបស់នេះកំពុងជួបជុំគ្នានោះពេលនោះចាស់ម្នាក់នេះក៏បាននិយាយតាក់ទងពីការ
ធ្វើបបអាហារការពីប្រមាណថ្ងៃមុនហើយការធ្វើបបអាហារមុននោះគឺពិតជាលយខ្លាំងមែនទែនហើយពេលពីនេះបានលើការធ្វើបបអាហារមុននោះនាងក៏បានដឹងបាត់ហើយដោយការងារជោគជ័យបែបនេះដោយសារគ្មានណាក្រៅពីពេលយូសរបស់យើងគឺជាចំនួនទេតបកើតរួចពីនាងក៏បានធ្វើដំណើរចាស់ចេញនៅពេលនាងធ្វើដំណើរចាស់ចេញនោះពេលនោះនាងក៏បានជួបជាមួយបងស្រីមកនាងដែលមានឈ្មោះថាហងជីវ៉ាអាចារ្យម្នាក់ហ្នឹងគឺជាមនុស្សម្នាក់ដែលពីរបស់យើងក៏វិជ័យស្អប់ខ្លាំងតែអាចារ្យជីវ៉ារបស់យើងមកទីនេះតែសារនាងគឺមានការធ្វើចំនួនចិត្តនេះហើយណាមួយនាងចង់ឆ្លៀតមកមើលទៅកាន់មនុស្សម្នាក់ដែលមានភាពលេចធ្លោខ្លាំងមែនទែននៅប្រហែលឆ្នាំចុងក្រោយនេះដែលចង់និយាយកាន់បេសូរបស់យើងហ្នឹងឯងហើយពេលនោះស៊ីម្នាក់ហ្នឹងនាងក៏បានប្រាប់ពីអនហ្នឹងជួយណែនាំបេសូរបស់យើងហ្នឹងទៅកាន់នាងផងដែរក៏តែពីអនមិនខ្ចី5ទេដល់ពេលចឹងទៅអាចារ្យស៊ីវ៉ារបស់យើងហ្នឹងនាងក៏បានលើកឡើងនៅរឿងដ៏ឈឺចាប់របស់ពីអនដែលនោះគឺជាការស្លាប់របស់បងស្រីធំរបស់ពីអនពេលលើចឹងទៅពីអនរបស់យើងគឺមិនបានយល់ទេបានទម្លាក់ទៅមុខហើយនឹងអាចារ្យចេញតែប៉ុណ្ណោះហើយ sorry បងប្អូនអរគ្នាតែខ្ញុំរៀនដូរទីសារថាឥឡូវគឺចាប់ដល់ទៅមួយយកចង់ចេញហើយឥឡូវខ្ញុំសាំពេកចូលសាររបស់យើងវិញដល់នៅពេលនោះយើងក៏បានគិតថាអាចារ្យស៊ីវ៉ារបស់យើងហ្នឹងនាងក៏បានទទួលនៅព័ត៌មានសង្ខេបរបស់បេសូហើយនាងក៏បានដឹងផងដែរថាភូមិរបស់បេសូរបស់យើងហ្នឹងគឺត្រូវបំផ្លាញដោយពពួកដូមីនីកហាមែនបន្ទាប់ពីនោះមកយើងក៏បានគិតថាសិស្សច្រើនហ្នឹងកំពុងរងចាំក្នុងការចូលជាប់វិភាសាណារួមទាំងបេសូរបស់យើងផងដែរហើយពេលនោះអ្នកគ្រប់គ្រងទៅលើជាប់វិភាសាណានោះក៏បានប្រើក្រុមទី1គឺចូលដែលមានពីអនអាសេជាមួយនឹង Slam ផងដែរបន្ទាប់ពីអ្នកទាំងអស់ចូលបានបេសូរបស់យើងក៏បានចូលតាមក្រោយផងដែរបន្ទាប់ពីចូលដល់ខាងក្នុងយើងក៏បានគិតថាអ្នកទាំងអស់គ្នានឹងកំពុងតែស្ថិតនៅទីកន្លែងមួយដែលរៀបនឹងចាប់ផ្ដើមកម្មវិធីអ្វីមួយហើយពេលនោះអ្នកបម្រើម្នាក់នឹងក៏បានប្រាប់ឲ្យការអ្នកទាំងអស់ផ្លាស់ប្ដូរសម្លៀកបំពាក់ដើម្បីចូលរួមក្នុងកម្មវិធីមួយនេះបន្ទាប់ពីអ្នកទាំងអស់គ្នាក៏បានផ្លាស់ប្ដូរសម្លៀកបំពាក់ហើយយើងក៏បានគិតថាពីអននឹងនៅពេលនឹងផ្លាស់ប្ដូរសម្លៀកបំពាក់គឺពិតជាខវ៉ៃខ្លាំងដែរហើយចំណែកបេសូរបស់យើងនឹងក៏មិនខុសពីអនដែរគឺពាក់អាវថ្មីយើងទៅគឺ handsome ខ្លាំងមែនហើយពេលនោះអាចារ្យម្នាក់នេះក៏បាននិយាយប្រាប់ទៅកាន់អ្នកទាំងអស់គ្នានឹងឲ្យចាប់ផ្ដើមជ្រើសរើសចរទ្វារដែរនៅខាងមុខហើយចាប់ផ្ដើមនៅការធ្វើតែមួយនេះដល់ពេលនោះមិនទាន់បានចូលផងពេលនោះ Flame នឹងបានហារកអ្នកគ្នាឲ្យចូលផ្សំតែ Flame របស់យើងនឹងគឺបារម្ភថាពេលចូលទៅគឺវាមានបញ្ហាអ្វីក៏តែពេលនោះអាចារ្យរបស់យើងដែលមើលទៅដូចជាតួអាក្រក់នឹងនាងក៏បាននិយាយសម្ដីតួអាក្រក់ជាមកដល់តួអាក្រក់បាទពេលពេលសូរបស់យើងក៏បានលើចឹងក៏បានដឹងអំពីអ្វីមួយដែលពួកក្រក់ដែរអំពីរឿងទាំងអស់នេះផងដែរក៏តាមចង់គិតឲ្យច្រើនពេលសូក៏ចាប់ធ្វើដំណើរចូលទៅក្នុងដែលគាត់ចង់ដឹងថាអ្វីនឹងកើតឡើងបន្តទៀតបន្ទាប់ចូលដល់ខាងក្នុងយើងក៏បានគិតថាពេលសូរបស់យើងនឹងគាត់ធ្វើកាយតែគាត់នឹងក៏ទៅជាប់ក្នុងទ្វារក៏តែពេលនោះគាត់ចាំផ្ទះភ្នែកជាមួយនឹងម៉ាកាមួយដែលកំពុងធ្វើចរណានៃការរួមពេលទៅពេលសូរបស់យើងក៏បានដឹងពីរអនេះឲ្យពេលនោះក៏បានប្រាប់ឲ្យអ្នកគ្នានឹងតរណាតាមរូបម៉ារ៉ាកាំងនឹងទៅនោះគឺជាគន្លឹះនៃការដោះសោតទ្វារមួយនេះបន្ទាប់ពីអ្នកគ្នាក៏ធ្វើតាមការនិយាយរបស់ពេលសូពេលនោះទ្វារទី1ក៏បានបើកផងដែរហើយទ្វារទី2នឹងក៏ដូចគ្នាដែរបន្ទាប់ពេលសូរបស់យើងនឹងគឺបានប្រាប់ពីរឿងរ៉ាវនៅដល់ស្រ័យនៃការដោះទ្វារមួយនេះពេលនោះទ្វារទី2ក៏ត្រូវបានបើកផងដែរចូលមកដល់ការធ្វើតែបន្ទាប់ដែលកន្លែងមួយនេះវាក៏ជាទីកន្លែងដែលត្រូវបានបំផ្លិចបំផ្លាញដោយដាក់ Dominic Hammond ហើយពេលនោះពីនេះក៏បានគិតថាពេលសូរបស់យើងនឹងប្រហែលជាគាត់គឺបានឆ្លងកាត់លើសមរភូមិដែលបញ្ចូលជាមួយនឹង Dominic Hammond ជាមួយនឹងជីវិតរបស់គាត់ប្រហែលនេះហើយវាជារឿងពីក្រោយក្នុងនៃអាកប្បកិរិយាក្ររបស់ពេលសូនៅក្នុងផ្នែកតាមពិតទៅគាត់គឺមានបន្ទុកដ៏ធំបែបនេះសោះហើយនេះវាជាហេតុផលដោយពេលសូគាត់បានព្យាយាមយ៉ាងខ្លាំងបែបនេះតែសារតែគាត់គឺចង់សងសឹកទៅកាន់ពពួក Dominic Hammond ដែលបានបំផ្លាញទៅកាន់ភូមិរបស់គាត់ទប់គិតរួចពីនេះក៏បានសួរទៅកាន់ពេលសូរបស់យើងអំពីអ្វីដែលនេះអាចជួយបាននៅទីនេះនៅពេលសូរបស់យើងហ្នឹងគឺបានលើពីអនយកបង្កាន់បតបែបនេះពេលសូក៏បានគិតថាប៉ុន្តែធម្មតាទៅពីអនរបស់យើងហ្នឹងនាងមើលមិនសូវខ្វល់ខ្វាំពីរឿងទាំងអស់នោះទេតែនាងគឺតែតែប្រឆាំងទៅកាន់អាសេជានិច្ចក៏តែពេលនេះក៏សប្បាយចិត្តផងដែរដែលសារពេលនេះពីអននាងក៏រឿងចេះគិតជាមុនហើយពេលនោះពេលសូក៏បាននិយាយថាដោយគាត់និយាយចឹងនៅទីនេះវាសុទ្ធជាការពិតទាំងអស់ប្រសិនបើអ្នកគឺបានប្រយុទ្ធឆាំងចាញ់នៅទីនេះជីវិតរបស់អ្នកនឹងត្រូវបានបាត់បង់ផងដែរហើយពេលនោះពីអននាងក៏បានគិតថានាងគឺមិនត្រូវតែនៅខាងក្រៅខ្នងរបស់ពេលសូឲ្យគាត់ការពាររហូតនោះទេដូច្នេះនាងនឹងត្រូវតែបន្តរស់រានមានជីវិតនៅទីនេះជាមួយនឹងសមត្ថភាពរបស់នាងកម្មខាងក្រៅវិញយើងក៏បានគិតថាលោកគ្រូរបស់យើងនឹងគឺពិតជាមានពីពួយបារម្ភខ្លាំងមែនទែនដោយសារពេលនេះចរទ្វារភាសនាគឺវាចាប់ដើមខ្លាយទៅជាពណ៌ហមក៏ជាចរទ្វារគ្រោះថ្នាក់ហើយណាមួយសិស្សថ្នាក់អេរបស់គាត់នឹងគឺនៅក្នុងនេះទាំងអស់ហើយកម្មការសិស្សថ្នាក់អេរបស់យើងវិញដែលកំពុងធ្វើដំណើរហ្នឹងពេលនោះហ្នឹងក៏មាននៅពីងពីងមួយក៏បានចេញមកពេលឃើញចឹងទៅអ្នកនរគ្នាក៏ពិតជាភ្ញាក់ផ្អើលមែនទែនក៏ប៉ុន្តែពេលនោះយើងក៏បានឃើញនៅ
នៅជើងរបស់បេសូគឺជន់ក្បាលរបស់ពីងពីងហ្នឹងជាមួយនឹងភ្លេងរបស់គាត់ក៏បានជន់អាសត្វពីងពីងហ្នឹងធ្លាក់ចុះក្រោមតែម្ដងហើយនៅពេលនោះអាសែរបស់យើងហ្នឹងនេះពិជាបារម្ភទៅកាន់បេសូរបស់យើងខ្លាំងមែនទែនដោយសារពេលនេះបេសូរបស់យើងក៏បានប្រើគ្នារបស់គាត់ហ្នឹងគឺប្រញាប់ធ្វើដំណើរបន្តទៅដល់ពីងពីងមួយហ្នឹងគាត់នឹងចាត់វាតែម្នាក់ឯងតែម្ដងពេលយើងទៅវីអនរបស់យើងនេះក៏បានប្រើទៅកាន់ flank ជាមួយនឹងអាសែផងដែរឲ្យប្រញាប់ធ្វើដំណើរទៅគួរអ្នកអរគ្នាគឺនៅទីនេះក៏គ្មានប្រយោជន៍អីផងដែរតបមកយើងក៏បានឃើញថាអ្នកអរគ្នាហ្នឹងក៏បានធ្វើដំណើរមកដល់ជាន់ខាងក្រោមហើយពេលនោះយើងក៏បានឃើញថានៅនេះគឺមានការរួមរែកផងដែរនៅទីនេះសុកក៏ចាប់ផ្ដើមផ្លាស់ប្ដូរភ្លាមដល់វាខ្លាយទៅជាងឹតហើយពេលនោះយើងក៏បានឃើញនៅវត្តមានរបស់អាចារ្យរបស់យើងថាមនុស្សក្រគឺមើលក្រហើយក៏បានលេចឡើងចេញមកក្នុងនាមគឺជាមេចុងក្រោយដែលមានឈ្មោះថា For Interpretation